chụp chơi đi chỉ muốn là ta lúc នេះគឺជាវីដេអូដំណើរកំសាន្តបរោះទុរគតទាំង5នាក់រួមដំណើរជាមួយនឹងមហារាជមានល្អិតចិត្តធំមួយផងដែរបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាទៅទស្សនាក៏ដូចជាធ្វើដំណើរកំសាន្តជាមួយពួកខ្ញុំទាំងអស់គ្នាទៅកាន់ភ្នំ1500បាទហើយអ្វីដែលគោលដៅធំបំផុតហ្នឹងគឺយើងទៅកាន់តំបន់ហៅដាតូចជ្រោះដាតូចហ្នឹងណាអញ្ចឹងមុនទៅដល់ដាតូចយើងក៏ចង់បង្វែរអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមកទស្សនានៅទេសភាពក៏ដូចជាសកម្មភាពខ្លះៗនៅតាមដងផ្លូវនៅពេលដែលពួកយើងធ្វើដំណើរយើងបានជួបប្រទះអីខ្លះនិងមានទេសភាពបែបណាខ្លះអញ្ចឹងនេះគឺជាសកម្មភាពគេហៅថាផ្លូវតុងអាំងបាទពេលដែលយើងឡើងទៅដល់លើទៅយើងអាចឈរមើលពីលើដើម្បីគួយគុណទេសភាពផ្លូវតុងអាំងក៏ដូចជាថតរូបអនុស្សាវរីយ៍ផ្សេងៗហើយអ្វីដែលកាន់តែពិសេសទៀតគឺយើងតាមប្លង់ដ្រូនទៅវាឃើញកាន់តែស្អាតផងដែរហើយយើងនឹងធ្វើដំណើរទៅមុខបន្តទៀតនឹងសកម្មភាពផ្សេងទៀតបាទហើយនេះគឺជាទស្សនវិជ្ជានៅតាមដងផ្លូវដែលវាមានអាប់ពពកចុះចិត្តបាទហើយនេះគឺជាសកម្មភាពដែលយើងយកប្លង់ដ្រូនដែលមានពពកអាប់ក្រាស់ខ្មឹកតែម្ដងហើយពិតជាស្រស់ស្អាតមែនទែនហើយពួកខ្ញុំពិតជាសប្បាយចិត្តក៏ដូចជាមានអនុស្សាវរីយ៍ល្អដែលមានដំណើរកម្សាន្តជាមួយមិត្តយល់ចិត្ត 4-5 នាក់បងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាមានមិត្តភ័ក្តិយល់ចិត្តច្រើនដែរទេបើសម្រាប់ពួកខ្ញុំអាចថាពួកគាត់នេះគឺជាមនុស្សដែលយល់ចិត្តយល់ថ្លើមគ្នាច្រើនមែនទែនដែលយើងអាចធ្វើដំណើរកម្សាន្តជាមួយគ្នាច្រើនកន្លែងគ្រប់ពេលដែលយើងអាចណាត់គ្នាបានអញ្ចឹងណាអញ្ចឹងយើងអាចដើរលេងបានហើយមិនដែលមានបញ្ហាតាក់ទងជាមួយពាក្យសម្ដីឬក៏អត្តចរិតអីទេពួកយើងយល់ពីគ្នាបានច្រើនបាទយល់ពីគ្នាហើយនេះគឺជាទេសភាពទឹកជ្រោះនៅតំបន់ដាតូចបាទហើយនេះខ្ញុំបង្ហាញសម្លេងទាំងរូបភាពនិងសម្លេងទឹកជ្រោះតែម្ដងនិងសកម្មភាពខ្លះនៅទីនេះអញ្ចឹងបងប្អូនអាចទស្សនាតាមការបងប្អូនអាចទស្សនាដោយសប្បាយរីករាយបាទណាទេគាត់យ៉ាប់ពីទៅទេទៅយ៉ាប់ពីទៅបាទកន្លែងនេះសិតតែទឹកហូរច្រាស់យ៉ាគាត់យ៉ាប់ពីទៅមនុស្សឆាក់យ៉ាដើរលេងតទឹកហូរច្រាស់ta lúc បាទហើយនេះគឺជាសកម្មភាពដែលពួកយើងបានរៀបចំតង់ដើម្បីសម្រាកយប់នេះដោយសារតែពួកយើងសម្រាកក្នុងតង់យប់នេះអញ្ចឹងយើងត្រូវប្រក់ដបូលលើការពារទឹកសន្សើមទឹកភ្លៀងខ្លាំងអញ្ចឹងយើងក៏ប្រក់ដបូលហើយយើងក៏ចាប់ផ្ដើមជួយគ្នាម្នាក់ម្ដាយម្នាក់មួយជើងបាទហើយមហារាជមានល្អិតចិត្តធំនេះគាត់ភាគច្រើនគាត់អ្នកបជាបាទគេហៅថាក្បាលម៉ាស៊ីនណាអីគេកាពីតែនក្រុមអញ្ចឹងគាត់អត់សូវទេគាត់បានចូលជាចូលអីដែរមិត្តភក្តិកពូមនុស្សបាទហើយនេះគឺជាសកម្មភាពដែលយើងបានរៀបចំហើយបោះតង់បាទយើងរៀបចំឥឡូវយើងចាប់ផ្ដើមរៀបម្ហូបហើយអានេះម្ហូបពិសេសបងមិត្តភក្តិខ្ញុំគឺលាក់គាវហើយបងប្អូនអរគ្នាខ្ញុំចង់រីកមិនឲ្យបងប្អូនអរគ្នាបើសិនជាធ្វើដំណើរទៅណាមកណានិយាយស្រួលអីយើងទិញអាម្ហូបស្រាប់ចឹងណាប៉ុន្តែយើងឆៅយើងខ្លះសេតកទៅពេលដែលយើងទៅដល់ទីតាំងគឺយើងយកចេញមកយើងអាំងយកមកអត់សូវហត់ប្រហែលទេហើយបើសិនជាយើងទៅញ៉ាំនៅទីតាំងតបហ្មងបើជាកន្លែងខ្លះវាអាចថ្លៃអញ្ចឹងណាអញ្ចឹងរីកមិនឲ្យបងប្អូនអរគ្នាយកម្ហូបពីផ្ទះទៅហើយពួកខ្ញុំធ្វើអញ្ចឹងដើរដំណើរកម្សាន្តច្រើនកន្លែងណាដែលពួកខ្ញុំធ្វើតែអញ្ចឹងយើងទិញម្ហូបទិញសាច់ទិញអីពីផ្ទះយើងទៅយើងមានគ្រឿងត្រូវអីយើងទិញយកទៅដាក់ mà lặng như thế đó nó dương phơi nhằm vườn này chẳng thì mui
យើងត្រូវរសជាតិរបស់យើងផងទី2វាចំណាយតិចផងបាទយើងជួយសំចៃហើយមិនថាយើងទៅគេងឡើងគេយើងអត់ញ៉ាំអីឡើងគេទេយើងញ៉ាំដែរប៉ុន្តែយើងញ៉ាំតិចតួចយើងអត់ញ៉ាំទាំងស្រុងណាបើយើងញ៉ាំទាំងស្រុងអាចនឹងអស់ច្រើនអស់ថ្លៃហើយដំណើរកំសាន្តរបស់ពួកយើងនេះគឺដំណើរកំសាន្តលក្ខណៈ share គ្នាបងប្អូនអញ្ចឹងយើងមានអ្នកបន្តិចទៅយើង share គ្នាហើយពេលយប់ឡើងនេះឈិលជាមួយមិត្តភ័ក្តិជុំបងប្អូន không mê vô thật cô tao mày cổ nó đây tao mày cổ lắng cho con trong ở đây con thật anh ba đây Talu. Sorry. muối lợ ăn chờ cái sponsor ai mà thầm mẹ lối ăn nhé mua ai làm chút dạ បាទបងប្អូនពេលខ្លះយើងពិតជាមានអារម្មណ៍កក់ក្ដៅក៏ដូចជាមានអនុស្សាវរីយ៍ច្រើនមែនទែនដែលយើងបានដើរលេងជាមួយមនុស្សដែលចេះតែមនុស្សយល់ចិត្តរបស់យើងណាយើងនិយាយអីយើងចង់ធ្វើអីក៏ពួកគាត់យល់អញ្ចឹងយើងមិនងាយនឹងមានឱកាសអស់ហ្នឹងទេបើមិនអញ្ចឹងចង់ឲ្យបងប្អូនទាំងអស់គ្នាបើសិនមានឱកាសមានមិត្តល្អហើយសូមថែរក្សាទឹកចិត្តផ្លូវចិត្តពីគ្នាទៅវិញទៅមកហើយយើងនឹងយកអាសាគ្នាទៅវិញទៅមកហើយនេះគឺជាសកម្មភាពក៏ដូចជាទីតាំងនៅក្នុង resort ដាតូចទៅផងដែរហើយបើសិនជាបងប្អូនចង់ទៅលេងភ្នំ1500កុំភ្លេចរមណីយដ្ឋានដាតូចបងប្អូនអាចទៅស្នាក់នៅកន្លែងហ្នឹងក៏បានដែលមានបន្ទប់ធូរថ្លៃក៏ដូចជាបោះតង់នៅតំបន់ហ្នឹងផងដែរដោយតម្លៃតង់ត្រឹមតែ$10ទៅ$15តែប៉ុណ្ណោះសម្រាប់តង់មួយកន្លែងបាទហើយនេះគឺជាសកម្មភាពហើយវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូននឹងរីករាយជាមួយនឹងវីដេអូមួយនេះក៏ដូចជាចែករំលែក share like និង like page ផងដែរអរគុណច្រើន